và zoom group chấm riệp xua ở lục lục sấy chun rụp chiết chỉ tì group đọc án ngày nay nhom một bom lư nở rương môi chấm nôn đại bom ôn chun rụp chiết hay nè để miền chấm nưa môi chấm nôn đại tành tại rong chăm hơi rong chăm tiết đểធ្វើឲ្យជាការខកខាននិងយល់ខុសមិនមែនជាការពិតធ្វើឲ្យខាតបង់កន្លងមកតាំងពីដឹងក្តីមកខ្ញុំតែងតែឮថាប្រទេសកម្ពុជានេះរងចាំអ្នកមានបុណ្យអ្នកដែលជិះសេះសអ្នកដែលមានបារមីខ្ពស់មកជួយគ្រប់គ្រងដឹកនាំតាមរយៈស្ដេចសតូចស្ដើងសោយរីនគរ3អីជាដើមរឿងនេះគឺជារឿងនិទានតគ្នាខ្ញុំក៏មិនដឹងយ៉ាងណាដែរប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំមានជំនឿទៅលើការពិសោធន៍ជាក់ច្បាស់ដូចជាផលនៃការសមាធិវិបស្សនាដំបូងឡើយខ្ញុំមិនដែលគិតថាវាជាការពិតទេប៉ុន្តែខ្ញុំយកពេលវេលាទៅពិសោធន៍រកការពិតអំពីផលសមាធិវិបស្សនារហូតដល់ខ្ញុំធ្វើសមាធិវិបស្សនានេះទទួលផលជាក់ស្ដែងផ្ទៀងផ្ទាត់ជាមួយនឹងគម្ពីរដីកាអដ្ឋកថាទៅខ្ញុំយល់ឃើញថានោះគឺជាផ្លូវនៃការត្រាស់ដឹងមានឈានមានសមាបត្តិពិតប្រាកដមែនតាមរយៈការពិសោធន៍ឃើញជាក់ស្ដែងនេះខ្ញុំសូមបញ្ជាក់អញ្ចឹងហើយតកតងទៅនឹងជំនឿដែលអស់លោកមួយចំនួនភាគច្រើនដែលយល់ថារងចាំអ្នកមានបុណ្យបានមកដោះស្រាយបញ្ហារឿងប្រទេសជាតិបានខ្ញុំយល់ថាវាអាចជាមនោគមវិជ្ជាសាសនាជាជំនឿដែលខ្វះបញ្ញាដែលខ្វះនៅការពិសោធន៍ណាដែលធ្វើឲ្យយើងទុននៅមនោគតិការគិតរបស់យើងគឺអត់មានផ្លូវរកច្រកចេញបានទេអត់មានគំនិតក្នុងការតស៊ូព្យាយាមខ្លួនឯងទេបានន័យថាជំនឿខ្លះគឺធ្វើឲ្យសណ្ដំវិញ្ញាណរបស់យើងមិនឲ្យយើងងើបរួចតតែម្ដងតតែសោះបាទដូច្នេះខ្ញុំយល់ថាជំនឿមួយចំនួនគឺកុំផ្ដេកផ្ដួលកុំរងចាំណាមានពាក្យមួយឃ្លាថាបើចង់ឲ្យព្រះឬទេវតាជួយយើងត្រូវជួយខ្លួនឯងជាមុនសិនបើសិនជាយើងអត់ជួយខ្លួនឯងទេអត់មានព្រះអិនព្រះព្រំទេវតាណាមកជួយយើងបានទេណាដោយព្រះសម្មាសម្ពុទ្ធព្រះគ្រីស្ទានណាយេស៊ូគ្រីស្ទនៅក្នុងយេស៊ូគ្រីស្ទនៅក្នុងសាសនារបស់មូស្លីមក្តីគឺថាអត់មាននរណាដែលសុកសាប់តែបានផលទេគឺសុទ្ធតែមានសកម្មភាពជាក់ស្ដែងធ្វើជាក់ស្ដែងបានទទួលផលអញ្ចឹងពាក្យថាដើម្បីចង់ឲ្យព្រះជួយអ្នកណាមកជួយយើងទៅតែជួយខ្លួនឯងគឺជួយឲ្យមានពលិបញ្ញាជួយឲ្យមានសកម្មភាពខ្លួនឯងអត់អាចដេករងចាំទេណាគ្មាននរណាម្នាក់ដែលដេកសុកស្រាប់តែមាសកើតឡើងទាំងគីឡូដេកសុកស្រាប់តែចេះដឹងទទួលបានផលនឹងភ្លាមទេដែលនៅក្នុងស្រីអតោប្រទេសលើកឡើងថាគ្មានមរឹកឯណាបោលចូលក្នុងមាត់សីហៈដែលកំពុងដេកលក់ទេណាអញ្ចឹងខ្ញុំយល់ថាជំនឿមួយចំនួនគួរផ្លាស់ប្ដូរចេញទៅកុំរងចាំដេករងចាំប្រមាណចំនួនទៀតប្រមាណកាលទៀតដើម្បីបានលទ្ធផលដោយអត់ប្រឹងប្រែងធ្វើហើយយើងដេកចាំណាពេលខ្លះវាអាចជាមនោគមវិជ្ជារបស់បរទេសឬអ្នកណាម្នាក់ដែលមិនចង់ឲ្យខ្មែរងើបឈរឡើងមិនចង់ឲ្យខ្មែរមានក្តីសង្ឃឹមនឹងតស៊ូធ្វើទេដូច្នេះខ្ញុំមិនទទួលស្គាល់ថារឿងទាំងនេះគឺធ្វើឲ្យយើងរីកចម្រើនទេខ្ញុំក៏មានជំនឿដែរមុននឹងខ្ញុំយល់ថាមានខ្មោចមានអមនុស្សមានអីគឺទាល់តែខ្ញុំបានពិសោធន៍បានឃើញជាក់ស្ដែងដោយខ្លួនឯងតែជំនឿមួយចំនួនដែលដេករងចាំអ្នកមកសង្គ្រោះអ្នកមានបុណ្យអ្នកនេះអ្នកនោះមកអត់ទេទោះបីជាមានក៏ដោយតែយើងអត់មានវាសនាបានទទួលណាអត់មានវាសនាបានទទួលដោយព្រះពុទ្ធចឹងប្រោសបានតែមនុស្សណាដែលមានឧបនិស្ស័យជាមួយព្រះអង្គទេណាគឺបានន័យថាឧបនិស្ស័យបានន័យថានឹងគឺបានសន្សំបុណ្យកុសលណាបានធ្វើនៅរឿងល្អសន្សំនៅសិលសមាធិវិបស្សនាមកកន្លងមកដែរទើបបានជួបព្រះអង្គទៅគឺព្រះអង្គបានបំភ្លឺផ្លូវទៅគឺបានទទួលផលទុយទៅវិញបើបុគ្គលនឹងអត់ប្រឹងប្រែងព្យាយាមដោយខ្លួនឯងទេទោះបីជាព្រះអិនព្រះព្រំណាក៏ដោយមកយឹតយោងបណ្ណាក៏ទៅអត់រួចដែរមិនមែនព្រះអង្គមកដល់ជប់ធ្វើឲ្យមនុស្សនឹងគឺទទួលបានលៀបសក្ការៈបានស្អាតផូរផង់ដោយរឿងនិទានទេណាទ
tụi bây chỉ rương đi tiên class đây chỉ làm pi rương ha ho ho chơi mấy chơi đấy để trong mặt tuần bán khơi của trong mặt ảnh gì ban này trong thì dễ với để trâm té nhưng mơ khơi chuyện đài tại phần nọ mà được chứ này chủng nữ để thà để rong trăm nè miền bon mà chui sừng cua nơi sọc mai nè miền nè ni nè nu để rong trăm nhom tham mình chi vị thi sạc lòi cua từ non kia bắt đầu làm mình rồi chui mình nu để thưa sẽ cam một phía bật bật con nè hai có cùng a chưa chuyện lớn nè đại chê bẩm mát đêm đam đầm bay vô bị chia bầy thiệp đấy tới chui mình nu để thưa bật bật con thưa bật bật con cứ non kia thưa sẽ cam một phía rụp rùm sam kỳ hay tranh chỉ là tập hall bật bật con bờ sân chỉ khai dương trong ở miền ca đi chủng rán trâu tại nghĩa mà rô cà bật chủng nưa nhom mình ham thế của chủng nưa về ai thưa ao chưa trớ về ai chưa khâu biện thay chủng nưa mùi mặt phần tay nơi không lơ rồi bọc để sama sampo cứ ao chưa đòi bản nhà ban đây thay vô từ thăng thang bị sao mơ sân nè còn ai chưa tam công ty còn ai chưa tam crew cứ còn ai chưa tam ca thì tiên to to kia còn ai chưa tam cắt tầm ruồi tầm râm ở trâm trơ thay vô tam ở ram luôn anh cứ ở chứ ấy cứ dương trơ té vô tới bị sọt mơ sân thả tao việc bật rửa ọt đôi chân này nhom mơ khơi thà ca để rong chạm đi mình chỉ rừng quaប្រសើរទេគឺដូចក្នុងសភាសិទ្ធរបស់ខាងទេសកលនៃប្រទេសអាហ្វ្រិកមួយនិយាយថាខ្ញុំអត់ចាំម្ចាស់ទស្សនៈនឹងទេប៉ុន្តែនិយាយថាអ្នកដែលដេករងចាំឲ្យគេមកជួយសង្គ្រោះគឺជាមនុស្សដែលជាប់ឃុំឃាំងឬគ្រាន់តែជាទេសកលជាគំនិតទេសកលតែប៉ុណ្ណោះណាដូច្នេះកុំឲ្យខ្លួនឯងខ្លាចជាគំនិតទេសកលគំនិតដែលអន់ខ្សោយដេករងចាំគេមកជួយសង្គ្រោះត្រូវតែចុះដៃនាំគ្នាជួយធ្វើបើឃើញគេធ្វើហើយជួយបើឃើញខុសកែប្រឹងនាំគ្នាកែមិនមែនឃើញខុសនាំគ្នាផ្ទះដៃសាទោប្រមាថមើងងាយជន់ឈ្លីថែមទៀតថាណោះអញថាអីចេះខុសណាឃើញខុសមែនណែចាកុំយើងបដូរទម្លាប់ហ្នឹងនាំគ្នាធ្វើនាំគ្នាពិចារណានាំគ្នាគិតនាំគ្នាកែនាំគ្នាដោះស្រាយអានឹងគឺជាការជួយពិតប្រាកដបាទហើយយើងដេករងចាំអ្នកមានបុណ្យណាពេលខ្លះយើងអត់ដឹងថាអ្នកណាជាអ្នកមានបុណ្យទេទាំងខ្លួនឯងកំពុងតែកសាងបុណ្យកុសលក៏យើងអត់ដឹងខ្លួនឯងដែរទុយទៅវិញខ្ញុំនិយាយអំពីរឿងឧទាហរណ៍ខ្លះបុគ្គលខ្លះដើរទាត់ដុំមាសតែអត់ដែលស្គាល់ដុំមាសទេដោយសារគាត់មិនមែនជំនាញមើលមាសទេពេលខ្លះមាសវាមិនមែននៅតដែលតដុំលើផែនដីទេវានៅក្នុងរូងក្នុងរ៉ែនោះណាវាជាប់នឹងរ៉ែថ្មនោះតែដែលគេអ្នកដឹងគេមានវត្ថុធាតុឧបករណ៍សម្រាប់ពិសោធន៍សម្រាប់ស្រាវជ្រាវទៅគេឃើញបាទគេឃើញថាមាសនៅក្នុងហ្នឹងគេយកមកចម្រាញ់កើតជាមាសទុយទៅវិញយើងដើរជន់រាល់ថ្ងៃតែយើងអត់ដឹងថាអានឹងកន្លែងហ្នឹងមានមាសទេដូច្នេះប្រៀបធៀបដូចជាយើងដែលមិនមានបញ្ញាត្រឹមត្រូវយើងតែងតែទន្ទឹងរង់ចាំអ្នកមានបុណ្យមានអីខ្លះទៅអាននៅក្នុងសភៅព្រះបាទធម្មឹកឬក៏អំពីមធ្យោបាយភាពជាអ្នកដឹកនាំបាទហើយយើងជាពលរដ្ឋគ្រប់រូបនេះសិតតែមានកាតព្វកិច្ចករណីកិច្ចខ្លាយជាអ្នកដឹកនាំទាំងអស់បាទឲ្យតែយើងនាំគ្នាខំប្រឹងប្រែងរៀនសូត្រយកមកពិសោធន៍ធ្វើពេលខ្លះយើងរៀនគឺគាត់តែបានតែដឹងទេបាទយើងអត់ទាន់យល់ច្បាស់ទេតែនៅពេលដែលយើងបានដាក់ចិត្តធ្វើយើងនឹងយល់ច្បាស់ហើយដាក់ចិត្តធ្វើមានបញ្ហាមិនមែនឃើញបញ្ហានាំគ្នារត់ចោលទេគឺនាំគ្នាចូលរួមដោះស្រាយនឹងបានហៅថាបុគ្គលខ្លាំងដូច្នេះខ្ញុំមិនចង់ឮពាក្យដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទៀតទេណាកុំដេករងចាំតទៅទៀតត្រូវតែនាំគ្នាធ្វើនាំគ្នាគិតនាំគ្នាចូលរួមចំណែកជួយមនុស្សដែលកំពុងតែជាយាមធ្វើនេះជួយជំរុញតាមមធ្យោបាយណាក៏ដោយមានពេលវេលាចូលរួមជាពេលវេលាមានចំណេះដឹងចូលរួមជាចំណេះដឹងសមត្ថភាពលួយកាក់ទ្រព្យធនបែបណាដែលយើងអាចជួយគ្នាបានយើងជួយគណៈពេលដែលនៅរស់នេះជិះវៀងចាំពេលបាត់បង់បានយើងស្ដាយក្រោយថាអូបុគ្គលនេះមានគុណធម៌នាំគ្នាទាំងហែសពក្រឹកក្រែងទូទាំងប្រទេសទាំងក្នុងប្រទេសក្រៅប្រទេសហើយទីបំផុតនាំគ្នាបដិវិញអត់បានបន្តសកម្មភាពដូចលោកបណ្ឌិតកែមលីចឹងដែលគាត់ទៅបាត់អ្នកណាក៏យំស្ដាយគាត់ដែរប៉ុន្តែក្រោយពីអត់កែមលីលោកបណ្ឌិតកែមលីទៅតើមានអ្នកណាដែលបន្តមានចំណេះដឹងមានសមត្ថភាពអាចវេកញែករកខុសរកត្រូវដូចគាត់បន្តទៀត
ម្យ៉ាងទៀតយើងមើលឃើញអ្នកដែលប្រឹងប្រែងព្យាយាមជួយប្រទេសជាតិម្នាក់គឺរៀងខ្សោះអស់ពីខ្លួនប្រឹងប្រែងទោះលំបាកទោះក្រកំសត់យ៉ាងណាក៏ដោយគឺមិនដែលបោះបង់ទេតែយើងបែរជាមើលមិនឃើញយើងបែរជាដេករងចាំអ្នកមានប៉ុនណាហោះវើមកហើយជប់ប្រទេសខ្មែរនឹងឲ្យស្មើគ្នាទាំងអស់អត់មានទេប្រជាធិបតេយ្យសិទ្ធិមនុស្សវាមិនមែនបានមកដោយការជប់ចឹងទេគឺនាំគ្នាប្រឹងធ្វើយើងមើលទៅលើបរទេសពិភពលោកដែលគេរីកចម្រើនហ្នឹងគេមានដល់ទៅកាយរណបគេមានដល់ទៅយានអវកាសគេសិក្សាស្រាវជ្រាវលើទូទាំងសកលលោកទាំងអស់ហើយមានឧបករណ៍ប្រើប្រាស់ដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែការសិក្សាស្រាវជ្រាវរីឯជំនឿមួយចំនួនក៏ត្រូវតែធ្វើការពិសោធន៍ដែរពិសេសគឺនៅក្នុងផ្លូវសិលសមាធិវិបស្សនានេះគឺត្រូវការពិសោធន៍មិនមែនយកទៅមកសូត្រលេងទេមិនមែនយកមកគ្រាន់តែបកស្រាយតាមគ្នាឃើញចេះយកគម្ពីរអានចេះគម្ពីរចេះទ្រឹស្ដីមកនាំគ្នាបកស្រាយចេះតតែគ្នាប៉ុន្តែយើងអត់បានយកមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងណាមិញត្រឡប់មកវិញការគ្រប់គ្រងដឹកនាំយើងត្រូវស្វែងយល់ដឹងអំពីច្បាប់សិទ្ធិសេរីភាពការគ្រប់គ្រងអំពីបែបបទរដ្ឋបាលអំពីចិត្តសាស្ត្រអំពីការបង្រួបបង្រួមគ្នាយ៉ាងម៉េចដែលធ្វើឲ្យចិត្តយើងក្រុមយើងប្រជាជាតិរបស់យើងអាចរួមគ្នាបានអភ័យទានបែបណាឲ្យអធិស្ឋានបែបណាដំណោះស្រាយបែបណាដើម្បីឲ្យយើងអាចបន្តដំណើររួមគ្នាទៅមុខទៀតជៀសវាងការដេកចាំមើលបំណាំគ្នាអង្គុយចាំមើលកំហុសគ្នាដល់ពេលឃើញកំហុសយើងមិនបានទៅជួយកែទេយើងបានតែសើចបញ្ចោះណាអានឹងគឺមិនមែនជាវិធីសាស្ត្រដែលអាចធ្វើឲ្យយើងជោគជ័យមិនអាចធ្វើឲ្យខ្មែរយើងរីកចម្រើនទេដូច្នេះខ្ញុំជាអនុប្រធាននៃគណៈបកចំនួនថ្មីហើយជាស្ថាបនិកផងខ្ញុំប្រឹងប្រែងធ្វើនេះគឺដើម្បីទុកឲ្យក្មេងៗបងប្អូនយើងមានការយល់ដឹងជាយាមបន្តបេសកកម្មនេះទៅមុខទៀតកុំឲ្យអស់សង្ឃឹមហើយកុំដេករងចាំឲ្យសោះគឺត្រូវតែធ្វើចាក់ដាក់ដៃដាក់ពេលវេលាសមត្ថភាពការលះបង់ធ្វើទាំងអស់គ្នាកុំរងចាំបានអ្វីសពគ្រប់បែបយ៉ាងហើយមនុស្សដែលពិការឬភាពពិតប្រាកដគឺមនុស្សដែលបិទគំនិតខ្លួនឯងមនុស្សដែលអត់ព្រមសិក្សារៀនសូត្រពីអ្នកដទៃមានសភៅមានពិភពលោកដែលបង្ហាញនៅលើកណ្ដាប់ដៃរបស់បងប្អូនយើងមានទូរស័ព្ទទំនើបយើងអត់ព្រមរៀនយើងមើលតែតាមទម្លាប់យើងជឿតែតាមតគ្នាដោយអត់បានចូលរួមពិនិត្យកែច្នៃពិសោធន៍ឲ្យបានជ្រៅជ្រះអញ្ចឹងខ្ញុំសូមឲ្យបងប្អូនខ្មែរជនរួមជាតិខ្មែរយើងគឺថានាំគ្នាផ្លាស់ប្ដូរការដេករងចាំត្រូវតែដាក់ចិត្តធ្វើឲ្យបានតាមលទ្ធភាពតាមបែបណាក៏បានដែរធ្វើជាក់ស្ដែងមើលសភាពជាក់ស្ដែងបែបណាអាចកែខៃអាចជួយបែបណាគឺជួយទៅមិនខុសទេបាទហើយខ្ញុំឧទាហរណ៍រឿងនេះគឺដូចជាលោក Biarichner អញ្ចឹងគាត់ជាជនជាតិបរទេសណាហើយមានជនជាតិបរទេសផ្សេងទៀតដែលមកជួយខ្មែរតែលោក Biarichner គឺគាត់ដែលជួយកសាងរៀបចំនៅពេទ្យគុណធបុប្ផាជួយសង្គ្រោះមនុស្សរាប់ពាន់រាប់លានអ្នកហើយរហូតដល់ចុងក្រោយគាត់ចោលឆ្អឹងនៅស្រុកខ្មែរគាត់មិនយកឆ្អឹងគាត់ទៅក្រៅប្រទេសគាត់មានសំណូមពរគឺថាឆ្អឹងរបស់គាត់ធាតុរបស់គាត់គឺបញ្ចុះនៅមុខមន្ទីរពេទ្យគុណធបុប្ផាសៀមរាបសប្តាហ៍ថ្ងៃនេះបងប្អូនចេញចូលឃើញហើយណាឃើញចាត់ដៃគាត់នៅនឹងគួរតែខ្មាស់គួរតែស្វែងយល់ថាហេតុអីគាត់មកជួយហើយនឹងមិនមែនព្រះមិនមែនទេវតាទេតែមកជួយស្រុកខ្មែរហ្នឹងហើយយើងបានជួយអ្នកខ្លះបានជួយតែអ្នកខ្លះអត់ទេគាត់ថានោះធ្វើបុណ្យទៅព្រះនិព្វាននោះណាទៅកសាងអ្វីដែលអត់ចាំបាច់នោះសម្រាប់មនុស្សដែលស្លាប់ហើយនោះមិនហាមទេការដែលយើងធ្វើបុណ្យធ្វើទានគឺយើងជួយសង្គ្រោះក្នុងពេលបច្ចុប្បន្ននេះអ្វីដែលចាំបាច់យើងធ្វើទៅហើយអ្វីដែលបាត់បង់ហើយហ្នឹងគឺយើងធ្វើបុណ្យឧទ្ទិសកុសលហ្នឹងតាមការគួរទៅដូច្នេះរាល់ការនិទានតគ្នារាល់ការដេករងចាំហើយរំពឹងថានឹងមានអភិនិហាកើតឡើងខ្ញុំមិនបដិសេធទាំងស្រុងទេប៉ុន្តែគ្រប់គ្នាដែលជាកូនខ្មែរត្រូវតែធ្វើខ្លួនជាម្ចាស់ការពាររតនសម្បត្តិមានប្រាង្គប្រាសាទទឹកដីព្រៃព្រឹក្សាព្រមទាំងអ្វីដែលដូនតាយើងមិនសល់ទុកមុខនេះត្រូវតែការពារឲ្យបានក្រៅពីការពារគឺត្រូវតែអភិវឌ្ឍពង្រឹង
ពង្រីកឲ្យរីកចម្រើនដោយអរិយធម៌ឲ្យមានអរិយធម៌ដោយប្រទេសផ្សេងដែលគេជឿនលឿនទៅមើលគំរូបើយើងគ្រាន់តែចាំដេកចាំគ្រាន់តែសម្រាមក៏យើងមិនទាន់ចេះទុកដាក់ផងចាំឲ្យគេមកជួយមានអាណាមានថ្នាក់ដឹកនាំណាលើណាគេរវល់មកជួយរើសសម្រាមជំនួសយើងថ្នាក់ក្រោមប្រជាពលរដ្ឋថ្នាក់ក្រោមធ្វើទៅចូលរួមទៅពីផ្ទះមួយទៅផ្ទះមួយពីបុគ្គលមួយទៅបុគ្គលមួយធ្វើជាគំរូធ្វើជាអ្នកដឹកនាំជាគំរូតាមមូលដ្ឋានតាមផ្ទះតាមក្នុងនាមជាឪពុកម្ដាយក្នុងនាមជាអ្នកដែលទទួលខុសត្រូវទៅលើជោគវាសនាកូនរបស់យើងក៏ជាការចាប់ផ្ដើមដែរដូច្នេះខ្ញុំអត់ចង់ឮការត្អូញត្អែការឈឺចាប់ដែលមិនបានប្រឹងប្រែងកែប្រែមិនមែនជាវិធីសាស្ត្រទៅរកភាពល្អប្រសើរទេបាទហើយខ្ញុំសង្កេតមើលឃើញថាគ្រាន់តែស្ងប់សង្គ្រាមលើកទី2នេះជាមួយនឹងសៀមឬថៃនេះគឺថាបងប្អូនយើងចាប់ផ្ដើមភ្លេចហើយហ្នឹងនៅតែប្រើផលិតផលរបស់គេណាហើយសបាយក្អាកក្អាយដែលហួសព្រំដែនកំណត់ដូច្នេះសូមមានស្មារតីភ្ញាក់រលឹកកុំអាលភ្លេចកុំអាលទៅណាត្រូវតែបន្តស្មារតីជាតិនិយមត្រូវតែនាំគ្នាងើបឡើងប្រឹងប្រែងឡើងតាមវិធីសាស្ត្រណាក៏ដោយឲ្យតែអាចរួមគ្នាធ្វើបានកុំរងចាំកុំដេករងចាំកុំមើលបំណាំគ្នាបាទខ្ញុំសូមឲ្យបងប្អូនយើងពិចារណាហើយកុំដេកពិចារណារហូតគឺពិចារណាឲ្យធ្វើឲ្យពិចារណាអានឹងបានផលលឿនតែបើដេកពិចារណាអត់ធ្វើអីសោះហើយឃើញគេធ្វើចិត្តតែសើចចំអកគេណាគេបានផលក៏អួតអំពីចំណែកខ្លួនឯងចឹងទៅពេលដែលគេធ្វើបរាជ័យសើចចំអកជន់ឈ្លីអានឹងគឺបោះបង់កុំយកគំនិតបែបមិនរីកចម្រើននឹងយកមកប្រើទៀតអញ្ចឹងខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានស្ដាប់ហើយពិចារណាមើលទៅបើថាខុសនិយាយគ្នាថាខុសខ្ញុំយល់ឃើញបែបនេះណាបើថាត្រូវខ្ញុំសាទរហើយកុំឲ្យជេរប្រមាថគ្នាខ្ញុំអត់ចង់បានចំនួនថ្មីអត់ចង់បានការជេរប្រមាថតេះដៀលគ្នាលៀបពណ៌គ្នាហើយយករឿងដែលមិនជាប្រយោជន៍សម្រាប់ជាតិយកមកធ្វើជារឿងច្បោកច្បល់ខ្ញុំអត់ចង់ឃើញបែបហ្នឹងទេខ្ញុំចង់ឃើញប្រជាពលរដ្ឋខ្មែរយើងមានការសិក្សាស្រាវជ្រាវចេះឲ្យមតិយោបល់គំនិតគ្នាចេះឲ្យតម្លៃគ្នាគោរពគ្នាអាហ្នឹងគឺយើងអាចធ្វើការងារជាមួយគ្នាបានហើយទោះបីអ្នកនឹងជានិន្នាការនៅក្នុងបកណាក៏ដោយនៅក្រមណាក៏ដោយនៅក្នុងសាសនាណាក៏ដោយគឺបើខ្ញុំស្វាគមន៍ជានិច្ចក្នុងការជជែកគ្នាបាទរកហេតុរកផលរកខុសរកត្រូវហើយយើងបន្តដំណើរជាមួយគ្នាអត់គុំគួនអត់មានអីដែលត្រូវទៅមានឯកអត់អញកាប់សម្លាប់គ្នាដោយសម័យមុនទៀតទេបាទអញ្ចឹងខ្ញុំសូមអរគុណនិងសូមជម្រាបលាសម្រាប់ប្រធានបទក្នុងថ្ងៃនេះបាទសូមជូនពរអស់លោកអ្នកទាំងអស់ធ្វើដំណើរបានសុខសុវត្ថិភាពនិងបានទទួលនូវភាពជោគជ័យតាមបំណងប្រាថ្នាដែលបានប្រឹងប្រែងគិតប្រឹងប្រែងធ្វើបាទសូមអរគុណ